ចំពោះរតនត្រ័យសូមរំលឹកចំពោះព្រះវិញ្ញាណក្ខន្ធនៃព្រះឧបជាព្រះរាជគុណគ្រប់ព្រះអង្គដែលមានឧបការៈចំពោះសង្គមជាតិវត្តអារាមព្រះពុទ្ធសាសនានេះយើងហើយសូមរំលឹកដល់វិញ្ញាណក្ខន្ធនៃបុព្វការីជនគ្រប់ចំនួនដែលបានសម្គាល់ទុកនូវផលប្រយោជន៍ដល់ឧត្តមសម្រាប់យើងសពថ្ងៃនេះហើយជាមួយគ្នានោះក៏សូមសម្ដែងនៅសេចក្តីរីករាយចំពោះព្រះរាជគុណគ្រប់ព្រះអង្គដែលបាននិមន្តចូលមករួមក្នុងពិធីដ៏ត្រចះត្រចង់នេះជាពិសេសគឺសូមសម្ដែងនៅការរីករាយជ្រះថ្លាជាមួយនឹងព្រះរាជគុណដែលនិមន្តមកអំពីសហរដ្ឋអាមេរិកដើម្បីជាអធិបតីក្នុងពិធីបុណ្យនេះដែរហើយក៏ជាកម្លាំងមួយដ៏មមក្នុងការកសាងនៃសមាធិនានានៅក្នុងវត្តយើងជាពិសេសគឺថាមានសមាធិថ្មីដែលទើបតែកសាងរួចស្រេចយើងបំរុងនឹងធ្វើពិធីសម្ពុទ្ធឆ្លងហើយព្រះរាជគុណដែលជាអតីតប្រធានសមាគមនិគមក៏ដូចជាសមាជិកនៃសមាគមខេត្តក៏ព្រះអង្គបាននិមន្តចូលមករួមដើម្បីជាសក្តិនៃការងារនឹងជួយចាត់ចែងការងារតាំងពីខាងដើមរហូតមកដល់ពេលនេះសូមសម្ដែងសេចក្តីរីករាយជ្រះថ្លាជាមួយនឹងព្រះរាជគុណដែលជាប្រជាអធិការនៃវត្តពេលវ័ននៃយើងក៏ដូចជាព្រះឧទ្ទេសសាចារ្យប្រធម្មាចារ្យប្រកាសណាគ្រប់ព្រះអង្គដែលកំពុងតែបំពេញការងារជាមមាញឹកក្នុងការបម្រុងកសាងបំពេញកុសលដ៏ធំធេងដែលយើងត្រូវធ្វើក្នុងពេលតទៅនេះហើយនឹងសម្ដែងនៅសេចក្តីសប្បាយរីករាយជាមួយនឹងព្រះរាជគុណប្រកាសណាគ្រប់ព្រះអង្គដែលបាននិមន្តមកដើម្បីសហការជួយបំពេញការងារនៅក្នុងឱកាសពិធីបុណ្យយើងដូច្នេះបន្ទាប់មកក៏សូមសម្ដែងនៅសេចក្តីរីករាយជ្រះថ្លាចម្រើនពរសួរសុខទុក្ខចំពោះញាតិញោមពុទ្ធបរិស័ទជាគណៈកម្មការវត្តក៏ដូចជាញាតិញោមទាំងឡាយដែលអញ្ជើញមកអំពីទីជិតទីឆ្ងាយបានមករួមប្រស្រ័យដើម្បីអបអរសាទរបំពេញនៅឧត្តមប្រយោជន៍នៅក្នុងពេលនេះហើយដូច្នេះខ្ញុំប្រកាសណាអាត្មាគឺសូមមានយោបល់ជាការរំលឹកផងជាប្រយោជន៍ក្នុងការងារដែលយើងត្រូវបំពេញនៅក្នុងពេលខាងមុខយើងថាកម្មវិធីបុណ្យរបស់យើងគឺតែទើបតែបោះជំហានចូលជាដំបូងហើយការងារដែលប្រព្រឹត្តទៅខាងមុខនោះយើងឃើញថានៅមានច្រើនដែលយើងត្រូវបញ្ចេញអស់ពីលទ្ធភាពកម្លាំងបលាំងក្នុងការបំពេញជាឧត្តមប្រយោជន៍ក្នុងពិធីបុណ្យហើយដូច្នេះការងារដែលយើងនៅវែងថ្ងៃនេះក៏សូមរំលឹកដល់គណៈកម្មការចាត់ការបុណ្យគ្រប់ផ្នែកត្រូវតាំងចិត្តតាំងប្រតិសហការជាមួយគ្នាដើម្បីយើងធ្វើយ៉ាងណាគឺថាឲ្យការងារនោះប្រព្រឹត្តទៅបានរលូនកុំឲ្យមានការរកម្មរកោសកុំឲ្យមានការរអាក់រអួលព្រោះថាការងារបើយើងតស៊ូគ្រប់អង្គគ្រប់រូបក្នុងការងារដែលត្រូវធ្វើគឺថានឹងបានសម្រេចនូវផលប្រយោជន៍ដ៏ល្អសមទៅតាមបំណងនៅក្នុងពិធីបុណ្យហើយបើសិនជាយើងមិនប្រឹងប្រែងទេគឺថាការងារទោះបីជាយើងចង់ប្រាថ្នាយ៉ាងណាប៉ុន្តែបើយើងមិនធ្វើគឺថាมันអាចនឹងបានសម្រេចនោះហើយដូច្នេះខ្ញុំឃើញថាពេលនេះគឺជាពេលបំរុងជាខាងដើមហើយកម្មវិធីប្រព្រឹត្តតទៅយើងនៅមានច្រើនតទៅទៀតហើយដូច្នេះយើងត្រូវលះបង់នៅកម្លាំងកាយកម្លាំងចិត្តធ្វើឲ្យបានមោះមុតដើម្បីសម្រេចបានផលប្រយោជន៍ល្អៗ
ក្នុងមុខនាទីមុខការដែលយើងត្រូវបំពេញរត់ធ្វើហើយជាពិសេសគឺថាខាងប្រសង់យើងផ្នែកខាងការរៀបរយសម្រាប់ភ្នប់គឺថាយើងនៅមានទទួលប្រសង់ជាច្រើនអង្គនៅក្នុងពេលដែលយើងធ្វើពិធីនិមន្តលោកមកដើម្បីដាក់បាននោះគឺថាយើងត្រូវចាត់ចែងសម្រាប់ភ្នប់ឲ្យមានរបៀបរៀបរយល្អហើយជាសំខាន់គឺថាស្បង់ជាពរហ្នឹងឲ្យវាឯកភាពគ្នាចាំបាច់គឺថាយើងឯកភាពរួចហើយគឺថាយើងត្រូវប្រើពិភពគឺថាត្រូវប្រើសង្ឃដីឲ្យបានគ្រប់ពេលដែលយើងបំពេញការងារហើយសមណែរគឺថាត្រូវក្រវ៉ាត់វត្តពន្ធនោះជាការបញ្ចប់ក្នុងការងារជាមួយនឹងយើងធ្វើគឺថាកុំឲ្យមានការរយៀកហើយសំខាន់គឺថាពេលល្ងាចពេលយប់ហ្នឹងក៏យើងមិនត្រូវដើរបន់រហេតុរហូតចេញក្រៅចូលក្នុងអីរហេតុរហូតហ្នឹងវាជាការមិនសមរម្យមានក្រុមមានគណៈដែលយើងចាត់ចែងជួយមើលការខុសត្រូវជួយរំលឹកព្រះអង្គផងមកពីថាបន់នោះគឺថាចាត់ទៅទិសដែលអញ្ជើញមកចូលរួមច្រើនហើយបើយើងប្រសិទ្ធប្រសាយពេកទៅគឺថាបបាត់សម្រាប់ឆ្នាំរបស់យើងហើយនេះសូមគោរពអង្គយកប្រតិយកចិត្តទុកដាក់រត់ជួយរំលឹកគ្នាយើងធ្វើយ៉ាងណាឲ្យបានសមរម្យដើម្បីបំពេញសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទនៃយើងដែលបានចូលរួមដើម្បីបំពេញការងារនៅក្នុងឱកាសនេះនឹងជាចំណុចមួយហើយចំណុចមួយទៀតអាត្មាក៏សូមរំលឹកដល់គណៈកម្មការញាតិញោមពុទ្ធបរិស័ទទាំងអស់ជាវណ្ណនារីដែលត្រូវបម្រើការក្នុងពិធីបុណ្យហ្នឹងក៏យើងត្រូវយកចិត្តទុកដាក់បំពេញទៅតាមមុខនាទីរបស់យើងដែលបានទទួលគឺយើងបានទទួលនាទីយ៉ាងណាគឺថាស្អិតប្រមាត់បំពេញការងារនោះកុំធ្វេសប្រហែលឲ្យសោះនឹងទៅការងារនោះបានសម្រេចលទ្ធផលល្អហើយដូច្នេះជាការចាំបាច់គឺថាសូមទាំងក្នុងគណៈកម្មការចាត់ការបុណ្យសូមសង្ឃឹមដល់ព្រះរាជគុណប្រកល់ណាគ្រប់ព្រះអង្គដែលមាននាទីក្នុងការជួយការងារបុណ្យក៏ដូចជាពុទ្ធបរិស័ទនៃយើងដែលមាននាទីគ្រប់ផ្នែកការងារគឺយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យបានសម្រេចលទ្ធផលល្អនឹងសង្ឃឹមថាពេលវេលានៅប្រហែលថ្ងៃខាងមុខនេះគឺថាយើងត្រូវតែតស៊ូគ្រប់គ្នាកុំទុញច្រន់កុំមានការពេលប្រហែសឲ្យសោះនឹងជាខាងដើមបន្តមកទៀតខ្ញុំក៏សូមចង់បញ្ជាក់ថាដូចជាបុណ្យដែលយើងធ្វើពិធីត្រាស់ឆ្លងត្រាស់មួយចលិននិងពុទ្ធិវិស័យនេះក៏ជាការកម្រណានៅតំបន់យើងមិនដែលមានទេការរៀបចំរបៀបនេះតែទើបតែវត្តវេលវ័ននេះយើងដែលធ្វើបានហើយអាស្រ័យការឧបត្ថម្ភគាំទ្រអំពីព្រះរាជគុណនៅឯសហរដ្ឋអាមេរិកគឺថាលោកខំប្រឹងជួយហើយបានបញ្ចុះអធិការគណៈកម្មការនឹងជួយជុំត្រែងទៅបានសម្រេចនោះវាជាការងារមួយដែលលេចធ្លោនៅក្នុងតំបន់យើងហើយយើងមើលទៅគឺថាកន្លែងដទៃគឺមិនcònមានចាត់ចែងជារបៀបនេះទេហើយដូចនេះវាជាការឆ្នើមមួយក្នុងពិធីបុណ្យនេះយើងដែរហើយឆ្នើមបំផុតទៀតគឺថាបុណ្យអនុស្សាវរីយ៍រំលឹកកំណើតវត្តគម្រប់500ឆ្នាំហើយញាតិញោមឃើញប្រាប់ហើយគឺថា500ឆ្នាំមិនមែនជាពេលវេលាខ្លីទេណាក្នុងរយៈនោះគឺថាពុទ្ធបរិស័ទយើងមិនដឹងទៅប្រមាណដំណំមនុស្សហើយទៅមកដល់យើងសពថ្ងៃនេះហើយដូចនេះជាការមួយដែលយើងគួរត្រេកអររីករាយចំពោះការងារដ៏មានខ្លឹមសារនេះហើយប្រឹងប្រែងធ្វើយ៉ាងណាឲ្យអស់ពីចិត្តពីគំនិតរបស់យើងដើម្បីអបអរសាទរជាមួយនឹងពិធីបុណ្យដ៏ត្រចះត្រចង់នេះហើយដូច្នេះអាត្មាគ្រាន់តែសូមផ្ដាំផ្ញើតិចតួចប៉ុណ្ណេះ
សូមគ្រប់អង្គហើយនឹងសូមញាតិញោមពុទ្ធបរិស័ទទាំងគ្រប់រូបនឹងយកប្រតិយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យលទ្ធផលនៃពិធីបុណ្យយើងនោះបានសម្រេចទៅតាមបំណងរបស់យើងហើយសូមទីបំផុតក៏សូមប្រសិទ្ធិពរបវរសុខស្ដីជ័យមង្គលវិបុលសុខនិងអាយុបណ្ណាសុខៈបលាបរិភាណណាចូលចម្រើនកើតមានដល់បរិគុណប្រកោណាគ្រប់ព្រះអង្គក៏ដូចជាញាតិញោមពុទ្ធបរិស័ទគ្រប់រូបគឺថាបានសុខចម្រើនគ្រប់គ្នាកុំបីគ្លៀងគ្លាតឡើយសាធុសាធុសាធុណាក្រោយអំពីការទទួលនៅការណែនាំក៏ដូចជាការចង្អុលបង្ហាញនៃព្រះឧបជាកតេបណ្ឌិតក្នុងនាមជាអធិបតីបុណ្យបានណែនាំនៅកម្មវិធីដែលយើងទូតែនឹងប្រព្រឹត្តទៅនៅក្នុងពេលខាងមុខជាពិសេសគឺព្រះអង្គបានសង្កត់ធ្ងន់ឲ្យយកចិត្តទុកដាក់អំពីការងារទាំងឡាយជួយជ្រោមជ្រែងនៅកម្មវិធីបុណ្យនេះឲ្យបានសម្រេចជាស្ថាពរជាមហាកិត្តិយសជាការកម្រមួយក្នុងការកសាងនៅស្រះមួយចលិននេះទស្សនភាពដែលស្ថិតនៅក្នុងការស្រស់បំប្រងនេះដោយអំណាចនៃបឋមម្ចាស់គ្រូមហាសង្ឃដីអធិមនឹងនឹងសាងហើយព្រះអង្គក្នុងបទនាក្នុងពេលនេះក៏ជាអធិបតីបុណ្យអញ្ចឹងខ្ញុំបកករណាសូមអរតនានិមន្តម្ចាស់គ្រូព្រះអង្គមានសង្ឃថាឬនិកាយយ៉ាងណាក្នុងការណែនាំក៏សូមអរតនានិមន្តព្រះអង្គដោយសេចក្តីគោរពសូមនមស្ការដល់គុណប្រតនត្រ័យជាសក្ការៈបូជាដល់ឧត្តមឧត្តមណាសូមនមស្ការដល់ប្រជាគុណព្រះវិគុណខេត្តវិលឡុងជាអធិបតីក្នុងឱកាសនេះណាសូមគោរពរំលឹកដល់ព្រះវិញ្ញាណក្ខន្ធនៃពុទ្ធបរិសវីរបុរសនិងវីរសមណៈដោយសេចក្តីគោរពកោតក្រែងសូមធ្វើគិរវកិច្ចដល់ព្រះមហាធិរានុធិរៈនៅប្រសង់គ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងឱកាសនៃពិធីបុណ្យវាពេលឥឡូវនេះហើយសូមចម្រើនពរដល់គណៈកម្មការពុទ្ធបរិស័ទអស់លោកអស់ស្រីយុវជនយុវតីនារីគ្រប់ផ្នែកទាំងអស់ដែលមានវត្តមាននៅក្នុងពិធីបុណ្យជាពិសេសក្នុងឧបឋានសាលានេះដែលទើបតែបានស្ដាប់នៅធិរដីកានៃប្រជាគុណព្រះវិគុណដែលព្រះអង្គឆ្លៀតពេលវេលាដ៏មានតម្លៃទោះជាមានជ្រាពាបយ៉ាងណាក៏ដោយព្រះអង្គមានបតីក៏សប្បាយរីករាយសពណោះក៏អនុមោទនានៅបុណ្យកុសលដែលព្រះសង្ឃគណៈកម្មការពុទ្ធបរិស័ទយើងបានប្រពធ្វើពិធីបុណ្យឆ្លងស្រះមួយចលិនបុណ្យពុទ្ធិវិសេសនិងបុណ្យខួបវត្ត500ឆ្នាំតាំងគណៈមន្ត្រីសង្ឃទាំងអស់បានស្ម័គ្របតីរួមសហការជាមួយនឹងវត្តវេលវន្តសិស្សស្រុកដោយពេញចិត្តពេញខ្លាំងឡើងហើយពេលនេះសង្កេតឃើញថាគណៈកម្មការដូចជាពុទ្ធបរិស័ទក្រុមយុវតីយុវជនអស់ដែលយើងបានព្រមព្រៀងគ្នាការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ក៏ដូចជាគណៈកម្មការគ្រប់ផ្នែកនៃឧបហារភោជនសម្រាប់ទទួលប្រសង់បរិស័ទយើងគឺតែយ៉ាងសស្រាក់សស្រាំដែលមានប្រសង់មានពុទ្ធបរិស័ទដែលជាភ្ញៀវនិមន្តមកពីសហរដ្ឋអាមេរិកមកពីប្រជាជាតិណាចក្រកម្ពុជាសប្បាយរីករាយចូលរួមដើម្បីចង់បានបុណ្យកុសលផងចង់បានឃើញនៅទិដ្ឋភាពនៃពិធីបុណ្យក្នុងវត្តវេលវន្តសិស្សស្រុកក៏ដូចជាក្នុងពិធីបុណ្យក្នុងតំបន់នៃយើងទាំងអស់គ្នាដែលរៀបចំតើការប្រព្រឹត្តទៅនៃពិធីបុណ្យយ៉ាងណាពិធីរបៀបចាត់ការនៃប្រសង់យើងគណៈកម្មការយើងធ្វើយ៉ាងណាបានន័យថាមានភ្ញៀវប្រសង់ពុទ្ធបរិស័ទដែលនិមន្តមកពីចម្ងាយនេះចង់ឃើញចង់ដឹងនៅទិដ្ឋភាពនិងរបៀបរៀបរយទំនៀមទម្លាប់ប្រពៃណីរហូតដល់ការស្លៀកពាក់ឡើងទៅតែយើង
បើញ៉ាំងពិធីបុណ្យដូច្នេះហើយព្រះរាជគុណក៏បានណែនាំអប់រំបើដល់ប្រសង់ដល់ពុទ្ធបរិស័ទយើងឲ្យមានសតិស្មារតីនិងសម្បជញ្ញៈញ៉ាំងកម្មវិធីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនបើព្រោះថាអ្វីៗដែលយើងធ្វើគឺថាប្រកបដោយការតាំងចិត្តទាំងអស់បើដោយវត្ថុដោយបំណងដែលព្រះសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាកិច្ចការទាំងឡាយដែលយើងធ្វើឲ្យបានសម្រេចក្នុងការកសាងវត្តអារាមកសាងស្រះមុចលិនកិច្ចការរៀបចំពិធីបុណ្យទាំងអស់ហ្នឹងក៏យើងត្រូវមានឆន្ទៈគឺគោលបំណងវត្ថុបំណងសេចក្តីស្រឡាញ់ពេញចិត្តក្នុងពិធីទាំងអស់គ្នាបានតែយើងតើមានទឹកចិត្តមួយយើងពេញចិត្តស្រឡាញ់គឺយ៉ាងខ្លាំងក្រៃលែងចាត់ថាជាកុសលមួយមហាកុសលមួយដែលយើងយកពីភាសាទាំងឡាយគឺបំពេញឲ្យបានបើយើងពេញបានហើយទីទីគឺវិទ្យាតាមប្រសងតាមពីភាសាយើងគឺទុកបបឲ្យសោះអ្វីដែលយើងស្រឡាញ់ពេញចិត្តធ្វើឲ្យក៏ទៅមានសេចក្តីព្យាយាមទៅទៀតនេះដែលការព្យាយាមគោរពបើក្នុងកម្មវិធីបុណ្យពេលវេលាក៏ដល់ល្អប្រសើរដែលទី3តម្កល់ចិត្តដែលឲ្យបានល្អឲ្យបាននឹងក៏កុំឲ្យមានការអ្វីទៅដែលជាការធ្វើឲ្យបន្ទុកស្រាយការបែកបាក់គ្នាក៏ត្រូវតែមានការស្ដាប់ការណែនាំអំពីព្រះអង្គបាននៃប្រជាជនរវាងគាត់ក៏ដូចជាប្រជាជនប្រធានគណៈកម្មការចាត់ការបុណ្យទូទៅហើយនឹងគណៈកម្មការថ្ងៃរហូតដល់26ថ្ងៃក៏យើងរៀបក្នុងស្ដាប់ទៅចិត្តដាក់ទៅយើងអនុវត្តទៅគឺមិនអាចខុសបានទេហើយទី4វិមង្សាយើងទាំងអស់គ្នាតាមប្រសពគណៈកម្មការពិវាសាស្ត្រត្រូវឲ្យមានបញ្ញាក៏ស្មារតីគឺថាពិចារណាបទពិសោធន៍ក៏ในការធ្វើនៅទីនេះពីមុនធ្វើយ៉ាងម៉េចបើវត្តបង្គោលជារៀងឆានបន្តចោះសមាហើយយ៉ាងម៉េចហើยวត្តកន្លែងផ្សេងធ្វើដល់ឆ្លងស្មើរបស់យ៉ាងម៉េចបន្ទាប់ពីយើងបទពិសោធន៍នៅក្នុងវត្តថ្មីយើងទៅសូមឲ្យថ្មីយើងកុំឲ្យប្រកាន់ពេកព្រោះការយើងអត់មានយកបទពិសោធន៍ពីជាសាស្ត្រទៅទេដូច្នេះដើម្បីឲ្យមានកម្លាំងជ្រៅទៅក្នុងការអភិវឌ្ឍចំណុចទៀតទៅតែសិក្សារៀនសូត្រពិចារណាគ្រប់ក៏កន្លែងរបស់តាមវត្តថ្មីតាមវត្តវៀតណាមវត្តចិនវត្តហើយផ្សេងៗទៀតណាតើវាមានរបៀបរបបធ្វើយ៉ាងម៉េចបរិស័ទថាពេកយ៉ាងម៉េចរៀបចំយ៉ាងម៉េចកន្លែងវត្តរបស់វាមានអនាម័យយ៉ាងម៉េចហ្នឹងណាទៅវត្តថ្មីយើងក៏ต้องមានអនាម័យដើម្បីជាប្រយោជន៍ក៏ខាច់យ៉ាងទៅបានលើកឡើងទៅតាំងពីបច្ចុប្បន្នមកទល់ពីកន្លែងថ្មីក្នុងពិធីបុណ្យដ៏ស្អាតទាំងនោះជួនកាលយើងបានបរិស័ទប្រតិស្វាគមន៍ដែលជាប្រសងលោកសំណប៉ុន្តែកន្លែងដេកកន្លែងដេកអាស្រ័យរបស់គ្នារបស់ប្រសងដែរកន្លែងប្រើប្រាស់វិជ្ជាកុដយើងខ្វះអនាម័យប្រកបអត់បានសមរម្យដែរដែលដូច្នេះបន្ទោទៅមានសម្បទារបស់ក៏ក្នុងវិទ្យាបទទៅថ្ងៃវាយកពុទ្ធវាសាទាំងឡាយក៏ការងារទាំងឡាយនេះអាស្រ័យទៅលើឆន្ទៈវិរិយៈចិត្តកម្មវិមង្សារបស់យើងទាំងអស់នេះឲ្យបានល្អប្រសើរដូច្នេះបានយើងការរៀបចំជាគណៈសូត្រកោតសិក្សាដល់វិទ្យាគុណប្រវេគុណគណៈព្រះសង្ឃបានមានបទពិសោធន៍ការរៀបចំពិធីបុណ្យជាច្រើនពិធីបុណ្យឆ្លងសមុទ្រផងបុណ្យប្រឡងតាមវត្តវាមានយ៉ាងអតិថិធំដែលយើងមានរបៀបដែលរហូតដល់យើងរៀបចំយុវជនយុវនារីបានហ្នឹងមិនធម្មតាទេបើចាស់យើងរៀបបានប៉ុន្តែយុវជនរៀបបានចេះបម្រើគ្នាចេះប្រេះសពថាកិច្ចចេះការនិយាយការអីហ្នឹងគឺថាជាការមួយសំខាន់ណាស់ព្រោះយុវជនទាំងហើយដែលជាតំបន់ស្នងរស័យសម្រាប់ផុតពីការយ៉ាងនេះទៅដែលជាយុវជនបរិស័ទគួរតែរៀបអរគ្នាសប្បាយចិត្តដល់ក្មួយដល់ចောင်းដល់កូនខុសស្ដីរបស់ដែលស្ម័គ្រចិត្តមកបម្រើដល់នេះអាត្មាជាសូមលើកទឹកចិត្តឲ្យសម្ដែងនៅសេចក្តីព្រៃអរយ៉ាងណាស់ទៅឡើយក្នុងកម្មវិធីខាងមុខនេះយើងអនុវត្តយ៉ាងម៉េចការឡើងមួយតា
ជាប្រយ័ត្ននៅក្នុងការពិរលាដល់ពេលណាបរិឆេទគឺធ្វើអ្វីដូច្នេះពេលនេះមិនមែនថាដល់សូត្រមន្តចាំដល់7បានមានលោកមកទេដល់ពីនេះយើងកំណត់ក្នុងស្រុកនេះមក7មក6យប់យើងបានទៅសូត្រមន្តប៉ុន្តែកម្មវិធីមួយនេះគឺគណៈប្រតិសង្ឃបានរៀបចំជាស្រេចដូចជាមក3ដំណាក់ទៅជួបជុំប្រសពភាសាចូលរីទាំងអស់ដើម្បីជួបជុំធ្វើកិច្ចប្រជុំសាសនាដូច្នេះយើងត្រូវត្រៀមហើយត្រៀមហើយយើងចូលទាំងអស់ទៅក៏ឲ្យពួតទៅហើយបន្តពីប្រជុំសាសនាទៅគឺថាប្រពួតទៅហើយបទលក្ខសិនក៏ជិតវិញប្រវិញ្ញាសាសនាទៅក៏តាមយោបល់របស់ព្រះគ្រូវិញគឺថាប្រវិញ្ញាប្រជុំហើយសាសនាទៅប្រជុំបានរបស់ព្រះវិរិយមកបានទៅទេបើមួយហើយបានមកធ្វើកម្មវិធីសូត្រមន្តបើហើយស្ដាប់ប្រសងសម្ដែងធម៌ទេសនាដែលដូចនេះការស្ដាប់ប្រសងនេះស្ដាប់ធម៌ទេសនានេះសូមឲ្យយើងទម្លាប់នៃគណៈកម្មការយើងខ្វះសាស្ត្រនេះត្រូវទៅការទៅដល់ពេលវេលាដែលលោកកាត់លោកហៅលោកនិយាយមួយហើយសូមអញ្ជើញទៅបានលឿនទៅគណៈកម្មការលឿនទៅដែលប្រសងទៅយើងណាបើថាប្រសងទៅមានជារកេត្រូវតែកំណត់មកបានយល់ទៅបានញ៉ាំយើងរកប្រើក៏ថាដល់សោកតាមយើងណាក៏ឲ្យដឹងឲ្យលឺហើយអនុវត្តទៅតាមការពេលវេលាក៏ហើយកម្មវិធីយកទេបន្តពីទេសនាទៅក៏ទេសនាទៅមានពុទ្ធិពិសេសក៏ហើយការស្ដាប់ធម៌ទេសនាយើងគឺពុទ្ធវាសានឹងប្រឡប់តែបានស្ដាប់ហើយប៉ុន្តែក៏ស្ដាប់ហើយស្ដាប់ទៀតក៏ដូច្នេះយើងជិតយើងសម្លាញ់បានមើលទៅថាពុទ្ធបរិស័ទដល់ពេលដែលស្ដាប់ធម៌ទេសនាពុទ្ធបរិស័ទចូលរួមស្ដាប់ធម៌ទេសនាច្រើនជាងប្រសងវិញដូច្នេះធម៌ទេសនាមិនមែនសម្រាប់តែពុទ្ធបរិស័ទទេបើសិនជាការសម្ដែងធម៌ទេសនាមានពុទ្ធបរិស័ទមានប្រសងក៏គុំនៅស្ដាប់ទៀតគឺជាការមួយដែលយើងគោរពព្រះធម៌ជាការមួយដែលយើងលើកកម្ពស់ព្រះធម៌ក្នុងពុទ្ធសាសនាប៉ុន្តែនិយាយពីគាត់មកដល់ប្រសពយើងក៏ពេលនេះសូមគាត់ថាចុះអស់តែបើស្គាល់ទៅយើងចុះអស់អត់មានដូចគិតឲ្យស្ដាប់ធម៌ព្រោះអីទៅកណ្ដាលយើងបញ្យល់ធម៌គឺអត់ដឹងទេក៏តែអនុវត្តខុសហើយអញ្ចឹងណាដូច្នេះធម៌នឹងសំខាន់យ៉ាងណាស់ដែរឡើយក៏ហើយពុទ្ធិវិស័យក្នុងយើងនេះក៏ទីកន្លែងដែលយើងពុទ្ធិវិស័យគឺមិនធម្មតាគឺពុទ្ធិវិស័យនៃព្រះពុទ្ធក៏ត្រង់ប្រាប់ញាតិទៅដល់តាមតាមទេសោគឺតាមខែជា80អង្គទៅបងជឿលើដែលជឿលើពីគ្រូសំប្រហែលជា80អង្គហើយអង្គលោកយើងពុទ្ធបរិស័ទទាំងអស់គ្នាអាចអង្គុយតតាមស្ពានទៅដើម្បីពុទ្ធិវិស័យពុទ្ធិវិស័យរបស់សម្ពុទ្ធហើយពុទ្ធិវិស័យហ្នឹងយើងធ្វើបែបទៅមកសម្រាប់ពេលវេលាក៏ពុទ្ធិវិស័យប្រមាណដល់តែបានទៅនេះពុទ្ធិវិស័យក៏មានការកំណត់ការលើកកម្ពស់អធិដ្ឋាននៃពុទ្ធរូបដែលព្រះអង្គបាននៅអនុត្តរសម្មាសម្ពុទ្ធយើងហើយពេលនេះមកបានលើកហើយប្រសពវាបានឯកភាពនៅស្រុកទីពោដែលស្រុកបានទីពោហើយមានផងក៏ឯកសន្តានមានសន្តិភាពវត្តពលជាមានស្មងក៏អីក៏ត្រូវគ្នាមកទៅវិញបានកាត់បត់តាមដែរបត់តាមគោលការណ៍របស់ប្រទេសសំហើយបើសិនជាប្រទេសទៀតបើប្រទេសទៀតគឺកម្មវិធីសូត្របែបដល់ទៅទៀតគឺបើសំសារៈប្រទេសបែបនេះអនុវត្តប្រើស្មងទីពោខាងក្នុងដល់សម្រាប់ទៅសរសើរបើនេះគឺប្រើខាងក្នុងរបស់គ្នាហើយដល់មកនេះប្រើស្មារតីស្មារតីរបស់គ្នាហើយបានឯកភាពនេះយើងរកពេលនេះអត់មានថាអង្គការទេហើយមួយទៀតប្រសងយើងពេលដែលបញ្ហាប្រសងយើងទីដីពេលដែលបញ្ហាទីមកដីសូមបន្ទុកដែលគឺសូមបរិការកាមេរ៉ាថតកាលយើងកាន់កាមេរ៉ាអាចធ្វើវីដេអូហើយថតទៅខាងក្រោមយើងរួមមួយជាភាសាអត់ទេអត់នេះសូមលេងតាំងក្នុងពិធីប្រតិបត្តិទៅយើងក្នុងពិធីឆាន់ទេក្នុងពិធីប្រតិបត្តិទៅគឺសូមខាង
យើងសឹកចិត្តអង្គណាដែលមានជាកិច្ចនៅបានលោកខំហើយយើងអត់មានជាកិច្ចទេគឺថាដោយអនុវត្តទៅតាមការណែនាំដែលបានមានភាពមិនយល់ទេទៅតាមការគូខំខ្លះគឺគឺយកទៅជួយខំឲ្យទៅនេះការលើកឡើងទៅណាដើម្បីបានរបស់ភាសាហើយកម្មវិធីដែលប្រគល់ទៅថ្ងៃរបស់ទី13នៃការទទួលនៃសង្ឃារកិច្ចខ្ញុំដែលគណៈកម្មការពុទ្ធសាសនាយើងខ្ញុំណាសូមយកសរសើរដល់ការទទួលនៃសង្ឃារកិច្ចតាមពីក្នុងគ្នាមកមានប្រសងមានយុវជនមានប្រទេសឬមានពុទ្ធសាសនាគ្រប់គ្រងប្រទេសបើនេះកន្លែងនេះសុខដែរគឺអត់បានទៅការទៅបានសុខដែរលើប្រទេសសង្ឃារកិច្ចមួយអត់សូវដូចយើងដល់ទៅដូចយើងតែប៉ុន្តែយើងដូចនេះយើងទៅបានត្រាក់ជាសុខសាស្ត្រដែរលោកមកសុខដែរលោកសរសើរដែរតែសរសើរទៅលើប្រទេសសង្ឃារកិច្ចពេលដែលយើងមកទៅជិះរកឲ្យមិនលើកឲ្យឲ្យលើកឲ្យតែលើកឲ្យណាប្រសងពុទ្ធសាសនាឬជាសាសនាយើងមានជាចាស់បុណ្យរបស់គ្នាយើងស្វាគមន៍នៃសង្ឃារកិច្ចដោយចិត្តជ្រះថ្លាដើម្បីទទួលអនុមោទនាបុណ្យការទទួលគ្នាក្នុងពិធីបុណ្យក្នុងពិធីទទួលអភិធម្មដែលយើងអត់ប្រើប្រាស់អស់ពីចិត្តពីក្លងក៏តែនៅលើតែនៅប្រើណាជាការធ្វើកុសលល្អណាស់ហើយកម្មវិធីផ្សេងបង5បន្ទាប់ពីប្រទេសសង្ឃារកិច្ចទៅគឺមានសម្ដែងធម៌ទេសនាដែររាល់ថ្ងៃនៅក្រែ3ហើយជាពិសេសទៀតថ្ងៃសុក្រទី14ជាថ្ងៃបត់ធំជាថ្ងៃឆ្លងហើយសូមរំលឹកទៀតថាព្រឹកស្អែកមានម៉ោង6ក៏មានកម្មវិធីដល់តែទូបាយយ៉ាងដែរសូមរៀបចំពុទ្ធបរិស័ទទៅផ្លេចណាលោកគុណចាស់ដែលរៀបចំពីក្តារមានបទុបាយយ៉ាងម៉ោង6ព្រឹកស្អែកដូចជាវិទូពេញពេញដល់ល្អភាសាយ៉ាងខ្លាំងដែរឡើយហើយកម្មវិធីសពតនៅថ្ងៃសុក្រជាថ្ងៃចុងក្រោយថ្ងៃទី14ដែលមានការជួបជុំប្រសង់រហូតដល់500អង្គទៅ600អង្គនឹងប្រហែលជាលើសពី500អង្គក៏ប្រសង់ក្នុងស្រុកខ្មែរជិត100អង្គដែរណាតាមមើលដល់30ដល់50ហើយយើងនឹង20 30ប្រសង់ក្នុងស្រុកខ្មែរច្រើនហើយយើងណាហើយជា500អង្គទៀតបន្តបានលើសអត់đâyទេបើគេថាគណៈពលវារបស់ព្រាមព្រាមណាព្រាមដើម្បីប្រកេនវរណាបច្ច័យដើម្បីព្រាមប្រកេនទៅខាងដល់សង្ឃដែលកំពុងរួមក្នុងពិធីបន្តបានពេលព្រឹកយើងមានការស្ដាប់អវាទធម្មរដ្ឋាភិបាលនៃប្រទេសជុំ7គុណប្រមាណជាវេលាម៉ោង8ព្រឹកហើយបន្តមកយើងចាត់ចែងការដាក់បាតតាមគណៈកម្មការបុណ្យនៃព្រះសង្ឃហើយក៏ស្អាតកាយមួយវត្តធ្វើយ៉ាងម៉េចការទទួលនិងការនិមន្តចូលនៃព្រះសង្ឃគ្រប់អង្គឲ្យមានរបៀបមានបានឯកភាពដែរនិមន្តបណ្ឌបាតហ្នឹងមានស្បង់មានសក្តិហ្នឹងគឺបណ្ដាច់ខ្លួនដែរបណ្ដាច់ខ្លួនដែរណាតែប៉ុន្តែត្រូវចេញពីណាដើម្បីគណៈកម្មការបុណ្យនេះយើងរបៀបដើម្បីមានរបៀបវិញបរិស័ទយើងឈរក៏តាមជួរណាតាមណាចឹងដែរនឹងក៏ការរៀបចំថ្មីបើមានយកពុទ្ធបរិស័ទយើងក៏ស្ដាប់តាមការណែនាំនោះគឺល្អប្រសើរយ៉ាងណាស់ឡើងហើយហើយពេលរសៀលបន្តពីផ្សំឆាត់ទៅមកមួយកន្លះមានកម្មវិធីវេទិកាកាត់សេអូក៏យើងពុទ្ធបរិស័ទបានព្រមព្រៀងហើយហើយរំលឹកបន្ថែមទៅវេទិកាកាត់សេអូបានថាជាវេទិកាដែលជួបជុំគណៈអធិបតីមានភ្ញៀវពិសេសឬក៏កិត្តិយសដែលមានវិទ្យាគុណជាអធិបតីគណៈមន្ត្រីសង្ឃឬក៏ភ្ញៀវរដ្ឋដែលបានចូលក្នុងកម្មវិធីនៃវេទិកានេះក៏ត្រូវថ្លែងការណ៍ក៏ដូចនេះក៏ថាក្នុងគណៈដែលក្នុងគណៈដែលការថ្លែងការណ៍របស់បរិយាគុណរបស់ប្រសង់របស់គណៈកម្មការរបស់រដ្ឋណានីមួយក្តីដែលសូមឲ្យយើងស្ងៀមស្ងាត់បើនិយាយទៅពេលនោះគឺថាសូមស្ងៀមស្ងាត់ដែរឥឡូវសូមរំលឹកទៀតថាការស្ងៀមស្ងាត់ដូចជាពេលប្រសង់សូត្រមន្តដែលពេលប្រសង់សម្ដែងធម៌ទេសនាសូមភ្លេងស្គរព្រឹកបៀត
và lên sớm mai sớm mai xiêm sngạt là người ta thông minh là xiêm sngạt trong bò giặc cá đây cũng cũng để xuất một cái sna trong bò giặc cá cũng cũng để được quyết đấu đầu về tất cả và được cái này lần na cái đó luôn cái đây rồi cái đây cái thằng cá số bao giờ đồ được thấy rồi sngạt chim sét là sông nhôm nhiệt đó tụm lo là dân tụm lo về đây và đây cũng thằng cá đấy ông nga được ở ruộng việc lên nga đấy sông việt nhôm tụm lo tụm mất và xiêm thời bản thơ bán đấy nhớ và rồi mới xiêm bán đấy và gục và là sao thuông mới thôi đấy và sân thiên sông như tụm lo ngày nhớ món đấy cho cá lô kesna lô sông vân cho cá lô cùng để dây lên nga mất thì nó đã chỉ chạy đi nó sẽ đáp ăn từ đấy bởi vì nên tụm lo cho mấy người chuẩn chuyện sang thực tế cái nông bị hiện cứ cái đọc quan hơn đã cái sát chứng về đây là thằng master vào kế đó là một cụ bài cha cái lần giấy và lưu đọc quan sát triệt bên đây giờ cho các mọi người nát bắt sát bởi cho nên vào phía sông sông đông po cái này nó thơm mấy là tàng bờ sông đang phút bò sát cái đấy là thưa mấy ở bàn xiêm sngạt hãy cái nông pe để cam mô thi sầm nông po môi điện pe để cầm bông sốt mân tê sna pe cam thi về cả cái tự do đấy sông đang bờ sông đấy đang bò sát chim sét rọc và sông cũng phải chốc vào đây sông cũng phải chăn vào đây là trong cái dương này phi thiên dân chứ ai giờ một hơi vào đây đó ăn lo ra thì việc bắt bò xây sọc hiếp và đó nhạc khang điện nóคือchiaการตั้งแบบcái sơ lược kho và sơ lược kho và một kho được bao nhiêu và là o và sa yang ná đầm bay oi tí cái lai một môi và ban là o và sa với chia dương sum đông kho đặt chung với sang với lên đóคือlà sôm ham chung vào đây no smoking để chung với họ đấy và dương tâm lo yêu thứ ba đó là từ đây trong cả nam bên đặt tên vào đây tụi nam kêu liền cho và đây có đi thế sắp ai chân này là đây những quân lông niên và đây hay lên là vòng đều liên đang bị cướp được một bạn mà lên là bây chu và xong chu nhiệt lượng vượt qua sát trong cái thị quân rồi cái đây so và nó đang ăn một cái liên quân cho sang một lượng một thiên say là đây cũng đang rò miên là mình đang biết được năm quan này đấy và cho sang một lượng này thì sát đây mình không có hay là một năm bênตามแบบของพุทธศาสนาคือไปบำเพ็ญข้อระวังไปอย่างนี้จะได้จงคณะสงฆ์เป็นเจ้าแบบได้สงฆ์ตะเกียบโบราณในจุดประเด็นคนตะเกียบโบราณพระพุทธเจ้าพุทธมหาประสังรูปองจุดประโกจุดโบในจุดเย็นพุทธมหาสัตว์ต่างแต่ส่วนบางก็โดยสิ่งใดสอบได้จุดนั้นสิ่งใดสุดได้มีบทสอบกรมประกาศสงฆ์อนุโมทนีภาษาไทยในหลวงพ่อภาษาประธานในน้องปีจักรูที่ประเดี๋ยวก่อนเราขนมประกาศปีนี้เกี่ยวกับภาษาสำหรับการวิธีวันประกอบเยอะวันละอ้อวันโจมใจท่านเราไปทำสัมกีเราไม่ลองมองเราจะได้สอบในนั้นอ่านโมตนีเรามาหาตัวซอยต่างๆเป็นแบบนี้ก็ต้องวิธีวันในใช้การจบจงตัวเราการในน้องปีขนาดประเด็นก่อนขนาดปีของน้องมาเป็นจอมในปอดโค้งนั้นจึงส่งคณะกรรมการยังจอมเสด็จโทประกอบความเยอะในน้องเนี่ยลงเปิดบริษัทกันไปเรียบจอมเราเสด็จโทเกี่ยวกับบุญกันไปยังป้องป้องกันตีเรียนในบางคนต้องในตั้งแต่เพียบพอเป็นความประเสริฐประกอบความเยอะกันไปกรมต้องพระพุทธศาสนากรมตีเรียนขั้นในตีนักเวลาสมณะเวลาร้อนนั่นเพื่อวิธีวัดสัตว์ไทยโดยตระหนักยังเรียนจำกระบวนการแทนพระเสด็จในกระเทียนให้ในเครื่องการอาโตเชียต่างหลายจุ่มไปรวมกับโอสถิตประเทศและสระมดเจริญเรียนเเป็นทั้งหมดเป็นซองโปรแกรมตัวอย่างไทยตัวอย่างโปรแกรมมันต่อสิการเรียบจำการวิธีตกทางตีเรียนไอ้ซองเกียรติยศประมาณสักเดือนกรอบละจะมีตกทางกลางในตรงนั้น